សូមបងប្អូនទាំងឡាយលើកដៃសំពះហើយសម្លឹងមកបុគ្គលទាំង5រូបដែលក្នុងទីនេះបងប្អូនស្រមៃទៅមើលថាតើបើបុគ្គលបែបនេះឯងបុគ្គលទាំង5រូបនេះឯងគឺជាឪពុកម្ដាយរបស់យើងតើបងប្អូននឹងត្រូវធ្វើអ្វីចំពោះគាត់សុំដូរម៉ូតូសុំលុយចាយឬក៏សុំឲ្យគាត់ចុះពីកៅអីសុំអង្គុយម្ដងនេះគ្រាន់តែជាឧទាហរណ៍មួយតែប៉ុណ្ណោះថ្ងៃនេះប្រសិនណាបើមានកូនប្រុសស្រីណាម្នាក់ត្រឡប់ទៅផ្ទះវិញហើយបានលើកដៃថ្វាយបង្គំចំពោះលោកអ្នកដ៏មានគុណរបស់កូនប្រុសស្រីទាំងឡាយបងអូនហើយដំណក់ទឹកភ្នែកនឹងរមៀលចុះពីលើផែនថ្ពាល់របស់អ្នកម្ដាយលោកឪពុករបស់កូនតែម្ដងពីព្រោះលោកឪពុកអ្នកម្ដាយគាត់មិនចង់បានអ្វីពីយើងក្រៅពីការដែលយើងធ្វើឲ្យគាត់នឹងឯងសប្បាយចិត្តនេះទេតើគាត់សប្បាយចិត្តទេបើយើងមិនខំប្រឹងរៀនកូនឯងតើគាត់សប្បាយចិត្តទេនៅពេលដែលយើងនិយាយមិនស្ដាប់គ្នាតើគាត់សប្បាយចិត្តទេនៅពេលដែលយើងជាក្មេងទំនើងយើងជាក្មេងពាលាអាវ៉ាសាតើម៉ែឪសប្បាយចិត្តទេនៅពេលដែលយើងប្រឡងធ្លាក់តើម៉ែឪសប្បាយចិត្តទេនៅពេលដែលលោកគ្រូអ្នកគ្រូប្រចាំថ្នាក់ទេទៅប្រាប់រហូតថាកូនមិនអាចចូលរៀនអញ្ចឹងយើងសាកស្រមៃទៅមើលប្រសិនណាបើបុគ្គលទាំង5រូបនេះគឺជាឪពុកម្ដាយរបស់យើងវិញនោះថាតើយើងនឹងត្រូវធ្វើអ្វីចំពោះគាត់ឥឡូវសូមប្អូនក្លាហានម្នាក់ដែលនៅខាងក្រោមនឹងឯងដើម្បីរៀបរាប់ថាបើសិនជាបុគ្គលទាំង5រូបនេះដែលមិនមែនជាឪពុកម្ដាយរបស់យើងទេប៉ុន្តែគាត់មិនបានអញ្ជើញមកទេតែបើសិនបើគាត់បានអញ្ជើញមកតើយើងនឹងត្រូវធ្វើអ្វីចំពោះគាត់សូមប្អូនណាក្លាហានម្នាក់ដើម្បីប្អូនបានឡើងមកនៅក្នុងការជម្រាបជូនមានទេសូមផ្ទះដៃជូនគាត់មួយណាអញ្ចឹងសូមអនុមោទនាថ្ងៃនេះជាថ្ងៃទីវានៃក្តីស្រឡាញ់ឥឡូវនេះបងអូនប្រុសវិសាបងអូនសូមស្ដាប់សំណួរឲ្យបានច្បាស់ថាបើបុគ្គលទាំង5រូបនេះក្នុងចំណោមបុគ្គលក្នុងចំណោមមេដាបិតាអាណាព្យាបាលទាំង5រូបនេះបើមានអាណាព្យាបាលរបស់បងអូនម្នាក់នៅក្នុងទីនេះតើបងអូនត្រូវធ្វើអ្វីចំពោះគាត់សូមអញ្ជើញប្រសិនបើជាបុគ្គលទាំង5រូបនេះគឺជាឪពុកម្ដាយមេដាបិតារបស់ខ្ញុំនឹងសុំខមាទោសសុំទោសពីគាត់ហើយខ្ញុំនឹងគ្រោះទៅអោបគាត់តែម្ដងព្រោះអីខ្ញុំកន្លងមកនេះខ្ញុំបានធ្វើបាបចិត្តរបស់គាត់យ៉ាងខ្លាំងគឺខ្ញុំមិនដែលសូវស្ដាប់បង្គាប់របស់គាត់ហើយខ្ញុំមិនបានសូវខិតខំប្រឹងប្រែងរៀនសូត្រឲ្យបានល្អតែតាមដែលចិត្តរបស់គាត់ចង់បានទេអញ្ចឹងហ៎បាទហើយឥឡូវនឹងដឹងខ្លួនណាបាទហ្នឹងហើយហើយបងប្អូនទាំងឡាយមានបងអូនណាដូចបងអូននឹងទេមានទេមានហើយបើសិនបើគាត់រត់ទៅអោបគាត់ហើយរត់ទៅអោបគាត់នឹងជឿថាគាត់អោបយើងវិញទេចុះតែពេលដែលបងប្អូនត្រឡប់ទៅផ្ទះវិញតើសម្ដីដែលចេញពីបបោមាត់របស់បងប្អូនទាំងឡាយបានយកទៅអនុវត្តដែរឬទេហើយបងប្អូនណាមិនបានយកទៅអនុវត្តទេមិនគួរឡើយពោលតែខ្លួនឯងបានដឹងគុណពីព្រោះបងប្អូនទាំងឡាយពិចារណាមើលចុះតើថោកណាស់ឬដែលយើងគ្រាន់តែលើកដៃថ្វាយបង្គំមេដារបស់យើងក្នុងថ្ងៃនៃក្តីស្រឡាញ់តើថោកណាស់ឬដែលយើងគ្រាន់តែលើកដៃជម្រាបសួរឬជម្រាបលាលោកអ្នកដ៏មានគុណរបស់យើងវាថោកណាស់ហ៎ម៉ែឪនឹងវាថោកណាស់ហ៎បានជាយើងទាំងអស់គ្នានឹងឯងមិនអាចធ្វើបានហើយដែលគុណសូមកោតសរសើរដល់បងប្រុសមែនតើនឹងឯងហើយគឺជាអ្វីដែលយើងចង់បានសម្រាប់វេទិកាដ៏ពិសេសនេះអញ្ចឹងជឿជាក់ថាបងប្អូនទាំងឡាយនឹងបានទទួលនៅមរតកនឹងឯងយកទៅអនុវត្តនៅផ្ទះរបស់ខ្លួនរៀងខ្លួនហ
ហើយជឿជាក់ថាថ្ងៃស្អែកដែលយើងត្រឡប់មកចូលរៀនវិញយើងនឹងបានទទួលទូរស័ព្ទពីមាតាបិតាថាលោកគ្រូវាយកូនរបស់ខ្ញុំប្លែកណាស់ថាប្លែកយ៉ាងម៉េចទៅកូនខ្ញុំចេះថ្វាយអង្គមខ្ញុំកូនខ្ញុំចេះទិញរបស់របរឲ្យខ្ញុំចេះដឹងគុណខ្ញុំចេះភ្ញាក់រលឹកខំប្រឹងប្រែងសិក្សារៀនសូត្រឥឡូវយើងសួរទៅវិញថាតើយើងសប្បាយចិត្តទេនៅពេលដែលយើងធ្វើដូច្នេះតើមាតាបិតារបស់យើងសប្បាយចិត្តទេសប្បាយចិត្តទេចុះបើដឹងថាគាត់សប្បាយចិត្តហើយមិនក៏មិនប្រឹងមិនក៏មិនធ្វើទៅតើវានៅដល់ណាទៀតហើយតើប្អូនត្រឡប់ទៅវិញបដិញ្ញាចិត្តថាប្អូននឹងត្រូវទៅថ្វាយបង្គំគាត់ហើយនឹងត្រូវសុំខមាទោសគាត់ដែរទេនៅពេលដែលខ្ញុំត្រឡប់ទៅវិញខ្ញុំនឹងបដិញ្ញាចិត្តយ៉ាងខ្លាំងបំផុតខ្ញុំនឹងត្រូវសុំខមាទោសពីគាត់ថ្វាយបង្គំគាត់ជប់ធ្វើបាបចិត្តរបស់គាត់ទៀតហើយខ្ញុំនឹងខិតខំប្រឹងប្រែងរៀនសូត្រឲ្យបានសម្រេចឲ្យបានសម្រេចអរគុណណាសូមអនុមោទនាអរគុណអូនឥឡូវយើងមកជួបបងប្អូននៅខាងលើវិញម្ដងដែលក្នុងនាមប្អូនដែលមានលោកឪពុកអ្នកម្ដាយមកជាមួយដូច្នេះថាតើប្អូនមានអារម្មណ៍យ៉ាងណាដែរក្រោយពីបានស្ដាប់បទកំណាព្យក្រោយពីបានការរៀបរាប់អំពីគុណរបស់លោកឪពុកអ្នកម្ដាយហើយតើប្អូនមានអារម្មណ៍យ៉ាងម៉េចចំពោះលោកឪពុកអ្នកម្ដាយតើប្អូនត្រូវធ្វើយ៉ាងម៉េចចំពោះលោកឪពុកអ្នកម្ដាយចាក្នុងនាមខ្ញុំជាកូនស្រីម្នាក់របស់ម៉ាក់ដែលរស់នៅក្នុងគ្រួសារមួយដែលម្ដាយឪពុករបស់ខ្ញុំបានមើលថែខ្ញុំតាំងពីតូចមកក្នុងនាមខ្ញុំជាកូនពេលខ្លះខ្ញុំបានធ្វើខុសចំពោះគាត់ទាំងពាក្យសម្ដីនិងអាកប្បកិរិយាហើយពេលដែលខ្ញុំបានធ្វើខុសខ្ញុំបានក៏មិនត្រូវការអ្វីពីខ្ញុំទេប៉ុន្តែគាត់ក៏នៅដឹងថាឲ្យខ្ញុំបានចេះកែខ្លួនពីទង្វើដែលខ្ញុំបានធ្វើខុសពីកន្លងមកទាំងពាក្យសម្ដីពេលដែលគាត់បានប្រាប់ខ្ញុំជួនខ្លះខ្ញុំមានការត្រគូបោះបោកទៅគាត់ហើយម៉ាក់ខ្ញុំគាត់ពិបាកចិត្តការសិក្សារបស់ខ្ញុំបានធ្លាក់ចុះគាត់បានលើកទឹកចិត្តដល់ខ្ញុំអ្វីដែលគាត់ចង់បានគឺមានភាពជោគជ័យក្នុងការសិក្សាខ្ញុំជាក្មេងម្នាក់ដែលរស់នៅក្នុងអង្គការគឺខ្ញុំគ្មានភាពកក់ក្ដៅទេពីឪពុកម្ដាយរបស់ខ្ញុំគឺក៏មិនបានផ្ដល់ភាពកក់ក្ដៅសម្រាប់ខ្ញុំទេតែពេលដែលខ្ញុំឈានមកដល់ក្នុងកន្លែងមួយដែលគេមានភាពកក់ក្ដៅសម្រាប់ខ្ញុំគឺម៉ាក់ខ្ញុំផ្ទាល់គឺគាត់តែព្រៀបបណ្ដៅដល់ខ្ញុំតែភាពលើកទឹកចិត្តសម្រាប់ខ្ញុំហើយខ្ញុំសូមទោសដល់ម៉ាក់តែខ្ញុំបានធ្វើខុសសម្រាប់គាត់សូមម៉ាក់លើកលែងទោសសម្រាប់ខ្ញុំទោះបើខ្ញុំរត់នៅក្នុងក្រុមគ្រួសារខ្ញុំគ្មានអ្វីដែលឲ្យដល់គាត់ប៉ុន្តែម្ដាយរបស់ខ្ញុំក៏គាត់មិនចង់បានអ្វីពីខ្ញុំដែរគឺគាត់ចង់ឲ្យខ្ញុំស្ដាប់បង្គាប់ដល់គាត់ខិតខំរៀនសូត្របន្តអនាគតដ៏រុងរឿងនៅថ្ងៃមុខទៀតគាត់ចង់ឃើញជីវិតរបស់ខ្ញុំមានជោគជ័យហើយពេលដែលខ្ញុំបានត្រឡប់ទៅក្រុមគ្រួសាររបស់ខ្ញុំមានការងារធ្វើដ៏ត្រឹមត្រូវទោះបើអងឬក៏លោកនាយកនៅលើនេះមិនមែនជាឪពុកម្ដាយបង្កើតរបស់ខ្ញុំតែខ្ញុំសូមប្រាប់ដល់បងប្អូនអរគ្នាថាគាត់ប្រៀបដូចជាឪពុកម្ដាយរបស់យើងអញ្ចឹងពេលដែលគាត់ធ្វើការលឿនហត់ក៏គាត់មិនដែលរអ៊ូរទាំទឹកចិត្តរបស់ម្ដាយឪពុកគឺគាត់ខ្លាំងណាស់សម្រាប់យើងទាំងអស់គ្នាខ្ញុំសូមផ្ដាំផ្ញើដល់អ្នកទាំងអស់គ្នាខិតខំបន្តភាពស្ដាប់បង្គាប់ឪពុកម្ដាយកុំឲ្យគាត់ពិបាកចិត្តគូអសូរចិត្តអាណិតម៉ែអស់9ខែម៉ែពោផ្ទៃស៊ូទ្រាំចាញ់គរញ័រលហិតលហើយអាស្រ័យបុត្រភ្ញាផ្ញើជីវិតម្លឹងហើយម៉ែនៅនឹកស្រឡាញ់លំបាកម្ដេចមិញអត់បើគិតទន្ទឹងឲ្យតែខែមកចិត្តគិតចង់ឃើញបុត្រវិស័យពេលឆ្លងទន្លេម៉ែឈឺណាស់ឈឺក្រៃឈឺក្រៅឧបមាស្ទើរផុតជីវិតចាលោកីវិស័យមច្ចរាជមករងចាំបើម៉ែបានឆ្លងផុតវាលធំ
ម៉ែស្ដាប់កូនយំម៉ែចំណាំសំលេងកូនតូចដូចបណ្ដាំសាក់សាំទ្រុងម៉ែឲ្យលហែពិតសម្ដីរបស់ប្អូននេះជាសម្ដីមួយដែលផុសចេញពីបេះដូងដ៏ពិតប្រាកដឥឡូវសូមជូនទៅប្អូនម្នាក់បន្តទៅទៀតប្អូនរស់នៅអង្គការប្អូនបានទទួលការថ្នាក់ថ្នមពីម្ដាយប្អូនរៀនធ្លាក់មានសេដ្ឋកិច្ចក្នុងគ្រួសារធ្លាក់ប្អូនក៏បានខមាទោសចំពោះលោកអ្នកដ៏មានគុណហើយចុះតើប្អូនបន្តទៀតនោះប្អូនដឹងចំពោះគុណមេដាបេដាយ៉ាងដូចម្ដេចដែរសូមរៀបរាប់ដល់មិត្តភ័ក្តិរបស់យើងទាំងអស់គ្នាមើលបាទខ្ញុំសូមខមាលាទោសដល់ប៉ាម៉ាក់ដល់ប៉ែនិងបងប្អូនខ្ញុំដែលគាត់កំពុងអង្គុយនៅមុខនឹងផងហើយនឹងប៉ាខ្ញុំព្រោះទំនួលដែលខ្ញុំបានធ្វើខុសទៅលើគាត់គឺខ្ញុំសូមខមាទោសដែលថាចិត្តភារកិច្ចរបស់ខ្ញុំគឺមានទៅកើតឡើងអញ្ចឹងខ្ញុំសូមខមាទោសដល់គាត់អំពីខ្ញុំមានអ្វីប្រៀបបានដូចជាថ្ងៃហ្នឹងគឺខ្ញុំដឹងកំហុសដែលខ្ញុំបានធ្វើទៅលើគាត់ទំពីនេះចំពោះខ្ញុំវិញខ្ញុំសូមអភ័យទោសដល់ឪពុកម្ដាយខ្ញុំតែខ្ញុំមិនយកពីចិត្តរបស់គាត់ប៉ុន្តែគាត់គួរណាស់ហើយកុំចិត្តលំអៀងពេកក្នុងនាមខ្ញុំជាបុគ្គលច្បងគេក៏ត្រូវមានសិទ្ធិខ្លះដែរគាត់នឹកតូចចិត្តហើយណាមួយម្ដាយខ្ញុំក៏ទៅពីស្ដីឲ្យខ្ញុំពេលខ្ញុំឈឺចិត្តគាត់ខ្ញុំទៅកប់ស្ងប់នៅក្នុងបន្ទប់យំតែម្នាក់ឯងហើយខ្ញុំពេលខ្ញុំឈឺខ្ញុំអត់ទ្រាំតែម៉ាក់ខ្ញុំថាខ្ញុំម្ញែកពេកអ្នកណាក៏ដឹងដែរនៅក្នុងឋានៈទីបងខ្ញុំរងរូបហើយណាមួយខ្ញុំស្ដាយឆ្នែក្នុងឋានៈទៀតនេះជាល្អណាស់អូនណាអរគុណច្រើននេះគឺជាសារមួយដែលល្អមែនទែនសម្រាប់លោកគ្រូអ្នកគ្រូពិសេសគឺលោកនាយកតែម្ដងគឺសូមពំនាំនៅសារនេះជូនទៅដល់មេដាបេដារបស់គាត់ពីព្រោះប្រសិនណាបើគ្មានវេទិកានេះទេគាត់មិនអាចបង្ហាញនៅទឹកចិត្តរបស់គាត់ដល់ពិតប្រាកដបានទេក្នុងនាមគាត់ជាកូនច្បងម្នាក់នៅក្នុងគ្រួសារប៉ុន្តែគាត់ធ្វើអ្វីខុសទាំងអស់ពេលគាត់ឈឺម្ដាយឪពុករបស់គាត់ថាគាត់នឹងជាមនុស្សមាយាជាមនុស្សលាក់ពុតពិតមែនណាស់យើងស្ដាយយើងសំណោះចំពោះលោកឪពុកអ្នកម្ដាយដែលគាត់មានភាពលំអៀងប៉ុន្តែជាសារមួយក៏សូមឲ្យលោកគ្រូអ្នកគ្រូមេត្តាពំនាំនៅសារនេះជូនទៅដល់លោកឪពុកអ្នកម្ដាយពីព្រោះបើសាលារៀនខំប្រឹងយ៉ាងម៉េចក៏ដោយតែបើគាត់មានវិបត្តិនៅក្នុងគ្រួសាររបស់គាត់នោះក៏គាត់មានបញ្ហាធ្ងន់ធ្ងរមែនទែនអរគុណច្រើនណាស់សូមអនុមោទនាលើកម្មវិធីបន្តទៀតនេះសូមបងប្អូនមកខាងមុខឪពុកម្ដាយចំឪពុកម្ដាយរបស់ខ្លួនណាហើយបន្តមកលិតជង្គង់ណាលិតជង្គង់ចំឪពុកម្ដាយរបស់ខ្លួនតែម្ដងឥឡូវសូមបងប្អូនទាំងអស់គ្នាដែលនៅខាងលើក្ដីនៅខាងក្រោមក្ដីលើកដៃសំពះណាហើយបង្អោនចិត្តបិទភ្នែកស្រមៃទៅរកលោកអ្នកមានគុណរបស់យើងដែលគាត់មិនបានអញ្ជើញមកឯបងប្អូនដែលមានមេត្តាបិតាអញ្ជើញមកក៏សូមលើកដៃខមាទោសចំពោះលោកអ្នកមានគុណឥឡូវសូមបងប្អូនទាំងអស់ពិសេសនៅខាងលើនេះលើកដៃហើយថ្វាយបង្គំមេត្តាបិតារបស់យើងចំនួន3ដងណា1 2 3ដងពិត